ជួយយើងនៅក្នុងព្រះវត្តមាននៃព្រះវិញ្ញាណព្រឹកនេះត្បិតព្រះវិញ្ញាណកំពុងធ្វើការពេញបន្ទប់នៃថ្វាយបង្គំនេះលោកអ្នកបងប្អូនណាដែលបន្ទាបខ្លួនហើយចង់បានព្រះអង្គនឹងប្រទានឲ្យតោះសូមចំណាយពេលវេលាជាមួយព្រះអង្គបន្តិចទៀតសិនចូលចំណាយពេលវេលាជាមួយព្រះអង្គចូលចំណាយពេលវេលាជាមួយព្រះអង្គព្រះដ៏សែនស្មោះត្រង់ទ្រង់នឹងធ្វើម្ដងទៀតខ្ញុំចង់ឲ្យពេលវេលាអ្នកបងប្អូនបន្តទៀតព្រោះខ្ញុំដឹងថាមានបងប្អូនជាច្រើនដែលមានចំណងជាប់នឹងជីវិតរបស់ពួកគាត់ពេលខ្លះគាត់មិនមានជាបញ្ហាខ្វះខាតឬសុខភាពរបស់គាត់ទេប៉ុន្តែគាត់អាចមានចំណងនៃវិញ្ញាណស្អប់គ្នា
ឬក៏វិញ្ញាណដែលគុំគួនឬក៏វិញ្ញាណនៃអំពើបាបដែលប្រព្រឹត្តផ្សេងជាច្រើននៅលើផ្ទៃនេះខ្ញុំចង់ឲ្យអ្នកបងប្អូនដោះឲ្យមានសេរីភាពនៅពេលនេះចូលអនុញ្ញាតឲ្យព្រះអង្គចូលក្នុងដួងចិត្តរបស់យើងឲ្យដោះចំណងនេះចេញត្បិតវាអត់មានប្រយោជន៍មកកាន់យើងទេចំណងនេះនឹងធ្វើឲ្យយើងកាន់តែខ្សោយល្វើយទៅហើយចំណងនេះនឹងរីកធំទៅហើយធ្វើឲ្យជីវិតរបស់យើងបាត់បង់នៅក្នុងអំពើបាបយ៉ាងខ្លាំងចូលដោះចំណងនៃជីវិតរបស់យើងខ្ញុំនឹងឲ្យពេលវេលាទៅកាន់អ្នកបងប្អូនបន្តទៀតត្បិតព្រះដ៏ស្មោះត្រង់ទ្រង់មិនគ្រាន់តែប្រទានពរមកកាន់យើងនោះទេប៉ុន្តែព្រះអង្គនឹងដោះយើងឲ្យមានសេរីភាពលោកអ្នកបងប្អូនណាដែលចង់បានសេរីភាពនៅព្រឹកនេះសូមចំណាយពេលវេលាជាមួយព្រះអង្គ
ជាការពិតណាស់ព្រោះតែផែនដីនេះមានអំពើបាបដូច្នេះបានយើងយំចាំទាំងលំបាកបើតែសូមចាំថាព្រះអង្គគង់មិនដែលជឿពេលអស់អ្នកបងប្អូនដែលជឿលើភាពស្មោះត្រង់របស់សម្បលើសម្លេងយើងជឿហើយយើងប្រកាសទៅកាន់ព្រះអង្គយើងជឿលើព្រះអង្គយើងជឿលើការផ្គត់ផ្គង់របស់ព្រះអង្គត្រង់ព្រះមិនដែលឲ្យឈឺខូចដល់ពេលយើងប្រកាសចូលឲ្យគំនិតវិញ្ញាណរបស់យើងបានដឹងកុំគ្រាន់តែច្រៀងឲ្យពីរោះនោះឡើយតែជួយយើងបានដឹងឲ្យយើងបានស្គាល់បទនេះយ៉ាងស៊ីជម្រៅតោះលោកអ្នកបងប្អូនជាប្រកាសម្ដងទៀតទៅកាន់ព្រះដ៏ខ្ពស់ភាពស្មោះត្រង់ព្រះមិនដែលឲ្យឈុំខុសចិត្តទ្រង់តែងតែផ្ដល់ជំនួយមកក្នុងជីវិតទោះពេលខ្លះត្រូវរងចាំវាសែនលំបាកពេកប៉ុនកាប់កត់គំរបស់ទ្រង់មិនណាតោះជួយយើងនឹងប្រកាសឲ្យលឺបន្ថែមទៀតភាពស្មោះត្រង់ព្រះមិនដែលឲ្យឈប់ខកចិត្តទ្រង់តែងតែផ្ដល់ជំនួយមកក្នុងជីវិតទោះពេលខ្លះត្រូវរងចាំវាសែនលំបាកពេកប៉ុនកាប់កត់គង់របស់ទ្រង់តោះយើងនឹងប្រកាសឲ្យច្រើនជាបន្ទុកបញ្ហារបស់យើងទៅទៀតភាពស្មោះត្រង់ព្រះមិនដែលឲ្យឈប់ខកចិត្តទ្រង់តែងតែផ្ដល់ជំនួយមកក្នុងជីវិតទោះពេលខ្លះត្រូវរងចាំ